ខ្ញុំឈ្មោះយ៉ាវរួយបងប្រុសរបស់ខ្ញុំគឺជាឆ្កែផ្អែមបងប្អូនឲ្យសូមមេត្តាកុំទុកប្អូនខ្ញុំចោលអ្នកស្រីចៅលោកចៅបានបាត់បង់ឈាមច្រើនពេកហើយស្មារតីនៃការរស់រានមានជីវិតរបស់គាត់ខ្សោយពេកយើងបានព្យាយាមអស់ពីសមត្ថភាពបងប្រុសសូមឆ្លើយឪពុកខ្ញុំគួរតែមើលថែខ្ញុំពេញមួយជីវិតហេតុអ្វីបានជាគាត់ធ្វើអត្តឃាតដោយសារតែនារីម្នាក់នោះឈ្មោះសវណ្ណហេតុអ្វីគម្រោងមានខ្ញុំសូមទោសចំពោះការស្លាប់របស់បងប្រុសប៉ុន្តែស្នេហាមិនអាចបង្ខំខ្ញុំឲ្យបដិសេធសំណើរបស់គាត់បានទេការរៀបការគឺគ្រាន់តែដើម្បីការពារសិទ្ធិរបស់ខ្ញុំក្នុងនាមជាស្ត្រីមានស្មារតីនិងឯករាជ្យនៅពេលដែលសៀងហៅសួរបងប្រុសខ្ញុំសូមវិនិយោគហេតុអ្វីបានជាអ្នកមិនការពារសិទ្ធិរបស់អ្នកនៅពេលដែលអ្នកបានសូមឲ្យបងប្រុសរបស់ខ្ញុំសូមការគាំទ្រហេតុអ្វីបានជាអ្នកមិនលួងលោមឈានរបស់អ្នកលីឯងឆ្លៀតឱកាសតាមចាប់បងឯងម្ដងហើយម្ដងទៀតធ្វើឲ្យក្រសែភ្នែកហេតុអ្វីបានជាអ្នកមិនអាចទប់ទល់ដោយសារតែទេពកោសល្យរបស់អ្នកស៊ូវ៉ាន់ជាអ្នកសម្លាប់អូនខ្ញុំដូច្នេះអ្វីបងប្រុសរបស់អ្នកគឺជាឆ្កែដ៏ផ្អែមរបស់ខ្ញុំសក្តានផ្អែមមិនស័ក្តិសមនឹងស្នេហាពិតនិយាយម្ដងទៀតតើខ្ញុំត្រូវទេចៅរួយអូនប្រុសរបស់អ្នកត្រូវការសេចក្តីស្រឡាញ់ខ្លាំងណាស់សូម្បីតែគាត់បានស្លាប់ដើម្បីអ្នកដើម្បីឲ្យខ្ញុំអាចធ្វើបានតើស្ត្រីអ្នកមានដែលធំឡើងក្រោមស្លាប់បាក់បែករបស់បងមានសិទ្ធិអ្វីមកប្តឹងទាទោសខ្ញុំបើគ្មានបងប្អូនទេអ្នកគឺជាមនុស្សខ្ជះខ្ជាយដែលមិនអាចចិញ្ចឹមខ្លួនឯងបានប្រសិនបើខ្ញុំជាអ្នកឬស៊ុយខ្ញុំនឹងរួមដំណើរជាមួយបងប្រុសរបស់អ្នកឲ្យស្លាប់ជំនួសឲ្យការធ្វើឲ្យខ្ញុំខ្មាស់អៀនមនុស្សដែលគាត់ស្រឡាញ់យ៉ាងខ្លាំងនៅមុខភ្នោររបស់គាត់តើអ្នកត្រូវទេមិនអីទេខ្ញុំនឹងធ្វើវាប្រសិនបើអ្នកមកបន្តជាមួយផុសតាងរបស់អ្នកកុំបន្ទោសខ្ញុំវាជាឆន្ទៈសេរីរបស់គាត់ផ្ទាល់តើអ្នកឃើញឬស៊ុយសងសឹកអ្នកទេបងប្រុសប្រសិនបើខ្ញុំអាចធ្វើបានម្ដងទៀតខ្ញុំនឹងឲ្យអ្នកឃើញមុខពិតរបស់ស៊ូវ៉ាន់ឈប់ធ្វើឆ្កែផ្អែមទៀតទៅបងប្រុសមិនចង់បានទេកញ្ញាមានបញ្ហាអ្វីប៉ុន្តែលើកខែប្អូនប្រុសខ្ញុំបណ្ដេញចេញពីការងារព្រោះធ្វើបាបស៊ូវ៉ាន់មែនទេនៅខែឧសភាឆ្នាំ2026ខ្ញុំបានកើតជាថ្មីមុនពេលដែលប្អូនប្រុសរបស់ខ្ញុំត្រូវបានស៊ូវ៉ាន់ប្រែក្លាយទៅជាឆ្កែដកអែមហើយបានលះបង់គ្រប់យ៉ាងដើម្បីគាត់មុនពេលដែលគាត់ត្រូវបានវាយដំយ៉ាងឃោរឃៅនិងធ្វើអត្តឃាតដោយភាពអស់សង្ឃឹមចៅគ្រូមិនស្ថិតក្នុងដំណាក់កាលខ្សែធនទេដោយសារបងប្រុសរបស់គាត់ជាប់ក្នុងកូនដោយជាវ៉ាន់អ្វីគ្រប់យ៉ាងនៅតែយឺតពេលកញ្ញាហេតុអ្វីបានជាអ្នកយំតើមកពីលោកចៅចង់សារភាពជាមួយកញ្ញាស៊ូវ៉ាន់ថ្ងៃនេះដែលគាត់មានអារម្មណ៍មិនស្រួលកុំបារម្ភអីលោកគួយថ្ងៃនេះនិយាយអ្វីពីប្អូនខ្ញុំហេតុអ្វីខ្ញុំត្រូវសារភាពស្នេហ៍ជាមួយកញ្ញាស៊ូវ៉ាន់ដើម្បីធ្វើឲ្យកញ្ញាស៊ូវ៉ាន់សប្បាយចិត្តលោកចៅបានចំណាយប្រាក់ជាង10លានមិនត្រឹមតែនៅលើឆាកសារភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានអញ្ជើញអ្នកសារព័ត៌មាននិងអ្នកគាំទ្រជាច្រើនមកធ្វើជាសាក្សីផងដែរពិធីនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់នេះទេក្នុងជីវិតមុនរបស់ខ្ញុំប្អូនប្រុសរបស់ខ្ញុំបានប្រែក្លាយទៅជាឆ្កែផ្អែមរបស់ស៊ឹមរបន្ទាប់ពីការសារភាពនេះកញ្ញាសូមបន្ថយល្បឿនខ្ញុំត្រូវតែបញ្ឈប់គាត់កញ្ញាហៅជាងសងយានដែលជាអ្នកស្នងរបស់ជាង Group ដែលជាមហាសេដ្ឋីធនាគារវិនិយោគហិរញ្ញវត្ថុ Wall Street បានត្រឡប់មកប្រទេសចិនវិញកាលពីម្សិលមិញនេះបើយោងតាមអ្នកខាងក្នុងអ្នកប្រាជ្ញបានទម្លាយព័ត៌មានថាគ្រូសាជាងនឹងជ្រើសរើសមនុស្សក្លាហាននិងមានអំណាចម្នាក់នៅហេជិងសម្រាប់អាពាហ៍ពិពាហ៍ចំនួនជាងឆេវៀនជាងយ៉ែនសិទ្ធិស្ពតដែលតែងតែដាក់ចំណាត់ថ្នាក់បងប្រុសរបស់ខ្ញុំឲ្យនៅលំដាប់ទី2តាំងពីគាត់នៅក្មេងមានវិធីមួយលោកចៅបានរៀបចំវាស្ទើរតែរួចទៅហើយស៊ូសៀវភ្នាក់ងាររបស់បងស្រីខ្ញុំបាននិយាយថាពួកគេនឹងមកដល់ក្នុងរយៈពេលកន្លះម៉ោងទៀតវាអស្ចារ្យណាស់ខ្ញុំបានរៀបចំជុតសារភាពយ៉ាងអស្ចារ្យវ៉ាន់នឹងយកព្រមធ្វើជាមិត្តស្រីរបស់ខ្ញុំនៅថ្ងៃនេះបំបីជាបំណែក